ឪពុកម្ដាយជាឃ្លាំងអាហារដែលមិនចេះរីងស្ងួនគ្មានភ្នំណាធំជាងភ្នំគុណម៉ែឪទេឪពុកម្ដាយបានគិតគូរពីចំណីអាហាររបស់កូនតាំងពីកូននៅក្នុងផ្ទៃម្លេះគាត់តែងតែទទួលទានអ្វីដែលអាចធ្វើឲ្យកូនមានសុខភាពល្អរហូតដល់ពេលកូនកើតមកធំដឹងក្តីគឺគាត់នៅតែផ្គត់ផ្គង់ទំនុកបម្រុងកូនជានិច្ចធ្វើយ៉ាងណាឲ្យតែកូនទទួលទានទោះបីជាពួកគាត់ត្រូវលំបាកយ៉ាងណាក៏ដោយសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិលត្រឡប់មកជួបជាមួយនឹងសាច់រឿងថ្មីមួយទៀតដែលមានចំណងជើងថាដាស់កូនឲ្យហូបត្រីអញ្ចឹងមុននឹងចូលស្ដាប់សាច់រឿងពេញមេត្តាបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងណាដើម្បីទទួលបានសាច់រឿងថ្មីៗឲ្យបានទាន់ចិត្តនិងទាន់ពេលវេលាតោះបងប្អូនទាំងអស់គ្នាកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នានៅចំនួនពលពតការហូបចុកជាក្រុមគ្រួសារត្រូវបានហាមឃាត់ជាដាច់ខាតគឺត្រូវតែទទួលទានរួមគ្នាអញ្ចឹងក្នុងចំណុចនេះគឺយើងទទួលទានរួមគ្នាច្រើនគ្រួសារច្រើនអ្នកទទួលទានរួមគ្នាអញ្ចឹងណាយើងមិនអាចទទួលទានតែមួយក្រុមគ្រួសារយើងបានទេប្រជាជនដែលលួចទទួលទានត្រូវចាត់ទុកជាជនក្បត់អង្គការនិងចោទថាជាមនុស្សលោភលន់ដែលត្រូវតែយកទៅរៀនសូត្រអញ្ចឹងចំណុចនៃការយកទៅរៀនសូត្រមួយនេះគឺជាការកែប្រែទង្វើចាស់ឬយកទៅសម្លាប់ចោលនឹងឯងគឺគេមិនបានយកយើងទៅរៀនសូត្រដូចជាពាក្យអ្វីដែលគេនិយាយទេចំនួនហ្នឹងដោយសារតែការហាមឃាត់បែបនេះទើបនៅតាមស្រុកស្រែចម្ការសម្បូរត្រីនិងរបស់ហូបចុកផ្សេងៗដូចជាដំឡូងចេកត្រសក់ជាដើមដោយក្តីអាណិតកូនតូចៗដែលទទួលទានមិនបានគ្រប់គ្រាន់យប់មួយមីងសយក៏បានទៅរកត្រីដោយកាន់ភ្លើងចន្លុះនិងកាំបិតមួយទាំងអារម្មណ៍ភិតភ័យខ្លាចឆ្លប់ភូមិឃើញគ្រាន់តែចេញពីផ្ទះមួយសន្ទុះក៏រកបានត្រីយ៉ាងច្រើនមីងសយក៏បានត្រឡប់មកផ្ទះវិញទាំងភ្នែកក្រឡេបក្រឡាប់មើលនាយមើលអាយហើយក៏បានបង្កាត់ភ្លើងដុតត្រីពេលត្រីឆ្អិនរួចរាល់មីងសយក៏បានពន្លត់ភ្លើងយ៉ាងឆាប់រហ័សហើយក៏បានឡើងទៅដាស់កូនឲ្យហូបត្រីទាំងយប់ពេលនោះគាត់ក៏បាននិយាយថាកូនឡើងហូបត្រីនេះណែត្រីធំណាស់ក្រោកឡើងកូនក៏ប្រឹងក្រោកឡើងទាំងភ្នែកមមីមមើបើកមិនចង់រួចតែម្ដាយប្រឹងយកត្រីដាក់ក្នុងមាត់កូនដើម្បីឲ្យកូនឆ្អែតក្រពះទោះបីជាខ្លួនត្រូវប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយប៉ុន្តែឃើញកូនហូបបានឆ្អែតបែបនេះមីងសយអង្គុយញញឹមភ្លេចអស់នៅសេចក្តីភិតភ័យនិងគ្រោះថ្នាក់របស់ខ្លួនបាទនេះហើយគឺជាទឹកចិត្តរបស់ម្ដាយគឺគាត់តែងតែគិតពីកូនជានិច្ចអញ្ចឹងនៅពេលដែលទទួលទានរួមគ្នានោះគាត់ច្បាស់ក្នុងចិត្តណាថាកូនរបស់គាត់មិនបានទទួលទានគ្រប់គ្រាន់និងឆ្អែតនោះទេពីព្រោះការទទួលទានបែបលក្ខណៈជុំគ្នាអញ្ចឹងគឺឈប់ទាំងអស់គ្នាហើយមិនអាចមានអ្នកណានៅអង្គុយញ៉ាំតែឯងបានទេអញ្ចឹងកូនរបស់គាត់តូចអញ្ចឹងហូបមិនទាន់គេហើយក៏ហូបមិនឆ្អែតដែរអញ្ចឹងទើបគាត់ដាច់ចិត្តទៅរកត្រីទាំងយប់ដើម្បីឲ្យកូនរបស់គាត់បានហូបឲ្យបានគ្រប់គ្រាន់អញ្ចឹងការទៅរកត្រីនេះបើសិនជាឆ្លប់ភូមិចាប់បានគឺយកគាត់ទៅសម្លាប់ចោលហើយប៉ុន្តែគាត់មិនខ្លាចទេគាត់ប្រឈមមុខនឹងគ្រោះថ្នាក់ធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់បានហូបឲ្យបានឆ្អែតនិងមានកម្លាំងមកមួនគឺថាចំនួនពលពតនឹងគឺវេទនាមែនទែនបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាពុកម៉ែមីងអ៊ំដែលគាត់ធ្លាប់ឆ្លងកាត់គឺគាត់ទទួលយកអារម្មណ៍មួយនេះមិនបានទេគឺអារម្មណ៍មួយហ្នឹងគឺមិនអាចបំភ្លេចបានតែម្ដងព្រោះគឺជាអារម្មណ៍មួយដែលបែកបាក់គ្រួសាររស់នៅមិនបានពេញលេញការដេកក៏មិនបានគ្រប់គ្រាន់ហូបចុកក៏មិនបានគ្រប់គ្រាន់ដែរចំនួននោះគឺធ្វើយ៉ាងណាគឺត្រូវបំពេញតួនាទីតាមអ្វីដែលគេចាត់តាំងនិងអ្វីដែលគេបង្គាប់មិនថាឈឺក្តៅរងាក៏មិនអាចដេកផ្ដួលបានដែរត្រូវតែទៅហើយបើគេថាមិនគឺអញ្ចឹងហើយអត់មានសិទ្ធិអីត្រូវជំទាស់គេបានទេអញ្ចឹងសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរទោះបីស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយក៏ឪពុកម្ដាយនៅតែមានម្ហូបអាហារដើម្បីចំអែតក្រពះកូនដែរទោះបីជាខ្លួនស្រេកឃ្លានឬមានបន្តិចបន្តួចក៏ត្រូវផ្ដល់ឲ្យកូនមុនដែរឪពុកម្ដាយព្យាយាមធ្វើការងារស្រាលធ្ងន់ដើម្បីផ្គត់ផ្គង់កូនទោះបីជាត្រូវក្តៅផ្គរភ្លៀងឬជួបបញ្ហាលំបាកយ៉ាងណាក៏ដោយការលះបង់របស់ពួកគាត់គឺជាការលះបង់ដែលផុសចេញពីបេះដូងពិតប្រកបដោយសេចក្តីស្រឡាញ់ហើយក្តីស្រឡាញ់របស់គាត់គឺស្ថិតស្ថេរជាអមតៈជាការពិតណាស់អ្វីដែលគាត់លះបង់ទាំងអំបានគឺមិនចង់បានអ្វីតបស្នងពីកូននោះទេគឺគាត់ចង់ឲ្យតែកូនមានសេចក្តីសុខប៉ុណ្ណោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់មិនអាចមានកម្លាំងចិញ្ចឹមកូនបានទេនៅពេលដែលគាត់មានវ័យចំណាស់ចាស់ជរាដែលទាមទារឲ្យកូនត្រូវទំនុកបម្រុងគាត់វិញពោលគឺការផ្គត់ផ្គង់បច្ច័យ4ដល់គាត់ដូចជាកន្លែងស្នាក់នៅចំណីអាហារគ្រឿងស្លៀកពាក់និងថ្នាំសង្កូវជាដើមអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់អត់ទាន់យល់ច្បាស់ពីបច្ច័យ4គឺបច្ច័យ4គឺមានដូចជាកន្លែងស្នាក់នៅចំណីអាហារសម្លៀកបំពាក់ក៏ដូចជាថ្នាំសង្កូវជូនពួកគាត់ហ្នឹងហើយដែលគេហៅថាបច្ច័យ4អញ្ចឹងសម្រាប់ពាក្យស្លោកនៅក្នុងសាច់រឿងនេះផងដែរគឺគេថាភ្នំព្រះសុម៉ែធំផ្ទៃសាគរល្វឹងល្វើយយ៉ាងណាផ្ទៃផែនដីធំយ៉ាងណាក៏អ្វីទាំងអស់នោះមិនអាចប្រៀបស្មើនឹងគុណរបស់ម៉ែឪបានឡើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់
ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតមកដល់ចប់អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីទឹកចិត្តរបស់ឪពុកម្ដាយដែលគាត់ខំប្រឹងលះបង់គ្រប់បែបយ៉ាងដើម្បីកូនទាំងអស់គ្នាអញ្ចឹងខ្ញុំពុំមានពីអីដែលថែមបន្តពីសាច់រឿងនេះទៀតទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាក៏យល់ពីសាច់រឿងនេះអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងវិលត្រឡប់មកជួបគ្នាជាមួយនឹងសាច់រឿងថ្មីបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ